មកដល់ពេលនេះប្រជាជនខ្មែរយើងដែលរស់នៅតាមតំបន់ជិតព្រំដែនបានចាក់ចេញពីផ្ទះសម្បែងដើម្បីរកទីទួលសុវត្ថិភាពរាប់រយរាប់ពាន់គ្រួសារមកហើយ នាមខ្ញុំជាប្រជាជនខ្មែរមួយរូបខ្ញុំពិតជាមានការជឿចាប់ជាខ្លាំងនៅពេលដែលឃើញការឈ្លានពានរបស់សៀមមកលើប្រជាជនខ្មែរយើងហើយបង្កើតទីតាំងនៃការសមរភូមិកាន់ច្រើនកន្លែងហើយធ្វើឲ្យប្រជាជនយើងមានការពិសិដ្ឋអញ្ចឹងសាកលវិទ្យាល័យហុងស៊ុយរបស់អ្នកសាស្ត្រាចារ្យបណ្ឌិតកៅគុញហុងបានបង្កើតឡើងដើម្បីជួយបងប្អូនភាសាយើងដោយមូលនិធិរបស់យើងបានប្រព្រឹត្តទៅកន្លងមកជាច្រើនមកហើយបានជួយទៅដល់បងប្អូនដែលជាទាហានហើយនឹងជនពិសិដ្ឋមួយចំនួនអញ្ចឹងតាមរយៈថវិកាទិញទួយរបស់បងប្អូនក្នុងការរួមចំណែកជាមួយយើងដើម្បីជូនដល់ពួកគាត់ដែលត្រូវការស្បៀងអាហារត្រូវការថ្នាំពេទ្យក្នុងការបង្ការអញ្ចឹងយើងអាចចូលរួមគ្នាម្នាក់បន្តិចតួចដើម្បីរួមចំណែកក្នុងនាមជាប្រជាជនរបស់ប្រទេសកម្ពុជាយើងបងប្អូនទាំងគ្នាអាចចូលរួមបានតាមរយៈ QR Code ផ្ទាល់របស់សាស្ត្រាចារ្យបណ្ឌិតកៅខ្វេងហុងឬក៏តាមរយៈ Facebook Page ហ្វឹងស៊ុយ University មូលនិធិសាស្ត្រាចារ្យបណ្ឌិតកៅខ្វេងហុងទាំងអស់គ្នាដើម្បីកម្ពុជា